ពេលខ្លះម្ហូបដែលយើងចង់ញ៉ាំมันប្រកាសថាមានគេលក់ឯដូចជាស្លម្ចាស់នឹងចឹងវាធ្វើការយើងចំណាយពេលវេលាដើម្បីទៅរកគ្រឿងផ្សំហ្នឹងទៅរកខ្យងហ្នឹងយកមកស្លព្រោះវាពិបាកហើយនឹងបន្លែហ្នឹងខ្ញុំជិះម៉ូតូរៀងយូរដែរបន្ទាប់មកមួយម៉ាក់ចុះដើរព្រោះផ្លូវហ្នឹងពិបាកអស់ហើយទេសភាពកន្លែងហ្នឹងស្អាតដែរណាមើលឡើងតំណងកន្លែងហ្នឹងកន្លែងកំពង់ទូកធ្វើការជិះទូកឆ្លងទៅមកតង់ទៀតអញ្ចឹងហើយទូកខ្ញុំក៏មិនជាធំអីហ្មងដែរបបតូចមួយដែរហ្នឹងហើយខ្ញុំជិះទៅ3នាក់ប៉ាហើយនឹងខ្ញុំព្រោះប៉ាខ្ញុំក៏ចង់ហូបស្លមុខហ្នឹងអញ្ចឹងក៏នាំគ្នាជិះទូកតាមព្រែកទៅហើយជិះចេញមកស្ទុះបានជិះទៅដល់សមុទ្រពីព្រោះកន្លែងហ្នឹងគេហៅដៃព្រែកអញ្ចឹងណាហើយធ្វើដំណើរទៅហ្នឹងមានវិចបាយវិចអីទៅទៀតណាមិនងាយណាបើវិចបាយមានត្រីខមានអីអញ្ចឹងទៅហើយហូបបាយតាមទូកហូបបាយនៅទីអត់ឆ្ងាញ់ទេតទៅហូបតាមទូកអញ្ចឹងហើយហ្នឹងហត់ចោលកូនមួយថ្ងៃអីសុំទៅ relax នៅសមុទ្រទៅ relax ទៀតហើយឥឡូវហ្នឹងខ្ញុំជិះទូកវារៀងអឡុកទូចវាអត់ទាន់អឡុកធំទេព្រោះទៅពីផឹកចឹងហើយទេសភាពនិយាយពីស្រស់ស្រាយបដ ாய் ហ្នឹងហើយមកដល់កន្លែងនេះចុះដើរមើលភក់ធំចង់ធំជាកងខ្ញុំហើយរៀងពិបាកណាហើយទៅដើរទៅរកក្នុងព្រៃសិតតប្លាសិតអីមិនស្រួលទេខ្ញុំដើរមកដល់កន្លែងនេះខ្ញុំឆ្ងល់ដើមឈើអីនេះវ៉ហឺវាច្រើនហ្មងហើយឥឡូវហ្នឹងនេះខ្ញុំរើសអាខ្យងនេះដែលខ្ញុំថាពិបាករឥឡូវហ្នឹងពិបាករមែនពីមុនក៏អត់ដឹងដែរថាពិបាកឬមិនពិបាកពួកខ្ញុំអត់ដែរទៅរព្រោះនេះជាលើកទី1ដែលខ្ញុំទៅរលើកជាមួយក្នុងឆាកជីវិតហ្មងនេះហើយទៅរកក្នុងហ្នឹងសុទ្ធតែមូសហ្មងហើយខ្ញុំឆ្ងល់អានេះស្អីគេដាក់លបស្អីគេនៅលើដីហ្នឹងអត់មានទឹកអត់មានអីហ្នឹងលួចមើលលបគេទៅឃើញជាប់ក្តាមអញ្ចឹងមានន័យថាគេដាក់លបក្តាមឥឡូវហ្នឹងវីដេអូខ្ញុំកាត់មកដល់ខ្ញុំនិយាយថាបន្លែដែលពិបាករហ្នឹងនេះគឺបន្លែហ្នឹងខ្ញុំមិនដឹងវាឈ្មោះកមអីនេះកមតឹងអីកមអីខ្ញុំអត់ច្បាស់ដែរខ្ញុំភ្លេចសួរម៉ាក់ខ្ញុំទៅឥឡូវហ្នឹងម៉ាក់ខ្ញុំគាត់កំពុងតែចិត្តបន្លែហើយស្លមុខហ្នឹងបើឲ្យស្លម្នាក់ឯងមិនដឹងស្មានបានហើយទេតើតាមានអ្នកជួយដូចថាម៉ាក់ខ្ញុំចិត្តបន្លែអញ្ចឹងទៅប៉ាខ្ញុំសក់ដូងហើយខ្ញុំសួរជាងគេខ្ញុំកាន់កាមេរ៉ាហើយប៉ាខ្ញុំអ្នកសក់ដូងអញ្ចឹងទៅហើយមានកូនខ្ញុំនៅក្នុងហ្នឹងទៀតណាកូនខ្ញុំជួយធ្វើម៉ាម៉ាធ្វើអីគេជួយដែរណាជួយការងារហើយគ្រួសារខ្ញុំគាត់អ្នកថោដូងនិយាយទៅស្លោម្ចាស់ហ្នឹងគឺយើងកុំឲ្យចំណែនគ្នាគឺយើងត្រូវបែងចែកការងារគ្នាឲ្យគ្រប់គ្នាបដ ாய் អញ្ចឹងកុំឲ្យថាម្នាក់ធ្វើម្នាក់អត់ធ្វើអញ្ចឹងខ្ញុំថាស្លោហ្នឹងបើអ្នកខ្ជិលធ្វើបានទេតអ្នកអាសាព្រោះទៅការមនុស្សច្រើនហើយកូនខ្ញុំក៏ជួយដែរឃើញកូនខ្ញុំអត់នៅទនេអ្នកគេមកជួយមើលចានឆ្នាំងបកាត់ភ្លើងដោយសារតែកូនខ្ញុំជួយខ្លាំងពេកតាំងពីជាក្រានទៀតឥឡូវលើកដាក់លើតុឲ្យពូគាត់ជួយខ្លាំងពេកអញ្ចឹងណាខ្យងដែលខ្ញុំរើសមកមិញហ្នឹងនេះវាឈ្មោះថាខ្យងវាចអញ្ចឹងដើម្បីយកវាមកស្លទាំងសបកហ្នឹងយើងត្រូវវាយ